អនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់នាយករដ្ឋមន្ត្រីក្រមការងារអន្តរាគមន៍ក្រសួងចុះដោះបង្គោលព្រំដែនក្នុងតំបន់ភ្នំក្នុងផ្សារអនុវត្តតាមបទបញ្ជារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី8ខែមីនាឆ្នាំ2025ក្នុងការសម្រេចឲ្យលុបចោលគម្រោងអភិវឌ្ឍនៅលើតំបន់ទេសចរភ្នំក្នុងផ្សារតាមរយៈការដកមកវិញនៃដីដែលមានការបោះបង្គោលព្រំដើម្បីថែរក្សាឲ្យបាននូវស្ថានភាពដើមនៃព្រៃធម្មជាតិសម្រាប់បម្រើឧត្តមប្រយោជន៍ដល់សហគមន៍និងអ្នកទេសចរដែលមិនអនុញ្ញាតឲ្យមានការវិនិយោគនៅលើភ្នំឡើយអនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់នេះនាថ្ងៃទី13ខែមីនាឆ្នាំ2025ក្រុមការងារអន្តរក្រសួងរួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺព្រមទាំងប្រជាសហគមន៍តាំងបំពង់បានចុះដកបង្គោលព្រំដែនក្នុងតំបន់ភ្នំក្នុងផ្សារក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំង4ដោយប្រគល់ដីចំនួន40ហិកតាជូនដល់សហគមន៍តាំងបំពង់ដើម្បីជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រមាណជាង100គ្រួសារក្នុងភូមិតាំងបំពង់ឃុំតាសាលស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺដែលកំពុងបម្រើសេវាកម្មទេសចរជាលទ្ធផលក្រោយពីបានដកបង្គោលព្រំដែនគឺបានផ្ដល់នូវស្នាមញញឹមនិងពោពេញដោយក្តីអំណរសាទរក៏ដូចជាការថ្លែងអំណរគុណដ៏ជ្រាលជ្រៅពីសំណាក់សហគមន៍និងប្រជាពលរដ្ឋដែលជាអ្នកបម្រើសេវាកម្មកញ្ចប់ទេសចរពឹងលើសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៃតំបន់ទេសចរខ្នងផ្សារដែលសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់និងដោះស្រាយនៅទុកកង្វល់របស់ប្រជាសហគមន៍ហើយបានសម្រេចឲ្យថែរក្សានៅលក្ខណៈធម្មជាតិដូចដែលកំពុងមានស្រាប់និងជាភាពទាក់ទាញសម្រាប់អ្នកទេសចរជាតិនិងអន្តរជាតិ